បាទសួស្តីបងប្អូនអរគ្នាឥឡូវមើលបរោះម្នាក់កំពុងតែធ្វើត្រីយ៉ាងធំបាទងាយទេបាទមនុស្សប្រុសចេះធ្វើម្ហូបបងប្អូនណាបាទម្ហូបនេះមានឈ្មោះអ្វីដែរស្ងោរជ្រក់ត្រីងោជ្រក់ត្រីបាទត្រីអីដែរហ្នឹងត្រីផ្លាមីនត្រីផ្លាមីនបាទតម្លៃប៉ុន្មានដែរបាទ12000អូមានពងនេះជុំយ៉ាអើយបាទគូថតអីបាទឥឡូវនេះត្រីជុំឥឡូវពងលៀងហើយយើងចាក់ខាងនេះស្រួលបាទពិតជាពូកែមែនបាទឥឡូវខ្លាចជាប្តីគេបានហើយចេះធ្វើម្ហូបហើយបាទបាច់ទេអត់យកពុនអូអត់យកពុនទេបាទចង់យកប្តីបាទយ៉ាប់ដល់បាទឥឡូវលាងបន្ទឹកទៀតសិនបាទលឹបបាទទៀតឥឡូវយើងតិចទៀតចាំមើលរបៀបគាត់ដាក់គ្រឿងទាំងអស់គ្នាផងដែរបាទឥឡូវនេះគាត់កំពុងតែកាត់ត្រីជាកង់វះបាទទៅពេលខាងនោះអត់ទៅធ្វើម្ហូបទៀតខាងនោះខ្ញុំមកមួយថ្ងៃគេទៅចោលពេញអង្គយ៉ាប់ណែតើបងមានពាក្យអ្វីផ្ដាំផ្ញើដល់បងប្អូនជំនាន់ក្រោយទាក់ទងនឹងការធ្វើម្ហូបដឹងយូរទៅមកទៀតចុះមានពាក្យផ្ដាំផ្ញើអីដល់បងប្អូនជំនាន់ក្រោយឲ្យរៀនចេះធ្វើម្ហូបហ៎មុននឹងអីមុនយកពុនឥឡូវនេះបាទត្រីបានកាត់រួចហើយមានពងទេបងប្អូនអូបាទនេះជាគ្រឿងក្រៅរបស់គាត់បាទដាក់មកចប់មកពីផ្ទះបងប្អូនអរគ្នាបាទនេះគ្រឿងនេះត្រីបាទត្រីតម្លៃប៉ុន្មាន12000បាទយ៉ាបងខ្លាំងណាស់បាទឥឡូវគាត់ពងឲ្យចិត្តក្រូចបងប្អូនឥឡូវនេះពងដាំទឹកពេលពុះបានដាក់ត្រីបាទហើយពងលាងខ្ទឹមបងប្អូនអូผมជឿវាចាំរាមបងប្អូន